Assalamu alaikum warahmatullahi wabarakatuh បងប្អូនជំនឿទាំងអស់ជាទីស្រឡាញ់ Al-Hasan Al-Basri rahimahullah គាត់បានរៀបរាប់អំពីភាពវិនិច្ឆ័យនៃដួងចិត្តគាត់បានមានប្រសាសន៍ថា Fasadul qulubi mutawallidatun min sittati asya គាត់ថាភាពវិនិច្ឆ័យនៃដួងចិត្តគឺកើតចេញពី6ប្រការيذنبون برجاء التوبة ទី1គឺពួកគេសាងអំពើបាបដោយសង្ឃឹមនៃការតោបាត់ការសារភាពកំហុសចំពោះមុខអល់ឡោះស៊ុបហានហូវតាអាឡាទី2 ويتعلمون العلم ولا يعملون به ហើយពួកគេរៀនចេះពួកគេមិនអនុវត្តនៅចំណេះរបស់ពួកគេ وإذا عملوا لا يخلصون ទី3ហើយប្រសិនបើពួកគេអនុវត្តគឺពួកគេមិនអ៊ីខ្លាសមិនស្មោះសរនៅអ្វីដែលពួកគេអនុវត្តទី4 ويأكلون رزق الله ولا يشكرون គឺពួកគេទទួលទាននៅលេបសក្ការៈរិស្គីរបស់អល់ឡោះស៊ុបហានហូវតាអាឡាហើយពួកគេមិនដឹងគុណចំពោះអល់ឡោះស៊ុបហានហូវតាអាឡាទី5 ولا يرضون بقسمة الله គឺពួកគេមិនពេញចិត្តនៅអ្វីដែលអល់ឡោះស៊ុបហានហូវតាអាឡាបានចែកដល់ពួកគេបានប្រទានដល់ពួកគេទី6 ويدفنون موتاهم ولا يعتبرون ហើយដល់ពេលដែលពួកគេបញ្ចុះសពកប់អ្នកស្លាប់គឺពួកគេមិនយកជាមេរៀនពួកគេមិនគិតថាពួកគេនឹងស្លាប់ដូច្នេះ6ប្រការនេះគឺធ្វើឲ្យដួងចិត្តវិនិច្ឆ័យ